សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមទីទៅមើលតើអ្នកខ្ញុំបានអីថ្ងៃនេះចាតាមពិតឃើញហើយថានៅលើអេក្រង់ចាខ្ញុំបង្ហាញនេះចាគឺសាច់ទាបងប្អូនណាសាច់ទានេះសាច់ក្មុបណាសតតែសាច់តែម្ដងចាដោយសារខ្ញុំទិញយកតែសាច់ហើយចាហើយខ្ញុំអង្កន់វារបៀបនេះដើម្បីឲ្យខ្លាញ់របស់សាច់ទាងាយស្រួលចេញហើយក៏បានធ្វើឲ្យសាច់ទាឆ្អិនរហូតដល់ផ្នែកខាងក្នុងប៉ុណ្ណាចាចឹងខ្ញុំចាប់ផ្ដើមបើកជះក្ដៅខ្លាំងមែនតើចាក្ដៅហើយខ្ញុំដាក់ចូលចាតែមិនបាន1នាទីផងសាច់ទាចាប់ផ្ដើមក្រៀមចាបងប្អូនឃើញទេតាមពិតខ្ញុំអត់កែខ្លាញ់ទេគឺខ្លាញ់នេះចេញពីសាច់ទាតែម្ដងចឹងទេ1នាទីប៉ុណ្ណោះចាប់ដើមក្រៀមស្បែកវាហើយស្បែកនេះពិតជាស្រួយឆ្ងាញ់មែនតើបងប្អូនសាច់ទាតាមពិតជាប្រឡាក់រួចហើយចាបងប្អូនឃើញទេពេលដែលវាអត់ឆ្អិនបែបនេះខ្ញុំធ្វើតែត្រឡប់វាចុះឡើងបន្តិចប៉ុន្តែអត់ចង់ឲ្យឆ្អិនខ្លាំងទេបងប្អូនចាឥឡូវសូមមកទស្សនាមើលនឹងខ្ញុំមានគុយទាវកាត់ធ្វើខ្លួនឯងចាតាមរៀបចំរួចហើយប៉ុន្តែអត់បានធ្វើវីដេអូទេសូមទោសបងប្អូនចាដោយសារយើងវីដេអូសម្រាប់ YouTube គឺសុំទោសសម្រាប់ Facebook គឺខ្លីៗដូច្នេះនេះខ្ញុំប្រើវីដេអូកាត់ហើយក៏បង្រួមដែរហើយតាមពិតចាចង់ប្រាប់បងប្អូនថាគុយទាវនេះធ្វើខ្លួនឯងនៅផ្ទះហើយបន្លែនេះដោយសារមានស្រាប់ដែរដូច្នេះនេះខ្ញុំចង់ប្រើវាអស់កុំឲ្យវាខូចតន់ចាអញ្ចឹងបន្លែនេះរាងធំបន្តិចតែបើបងប្អូនចូលចិត្តអាចយកកន្ត្រៃកាត់វាតូចជាងនេះដើម្បីស្រួលញ៉ាំផងដែរចាហើយចានេះខ្ញុំបន្តរុំគុយទាវនេះរហូតទាល់តែអស់គុយទាវហើយនឹងបន្លែពីក្នុងចានចាហើយចំណែកសាច់វិញនេះខ្ញុំនឹងដាក់តាមក្រោយចានេះគឺជាគុយទាវកាត់ឆ្នាំ2026បងប្អូនចាឥឡូវនេះខ្ញុំយកសាច់ទាមកហើយបងប្អូនឃើញទេតំណងទេពណ៌ឡើងក្រហមឆ្អិនឆ្អៅតែម្ដងចាតែប៉ុន្តែមិនមែនខ្លោចទេចានេះខ្ញុំកាត់រួចហើយឥឡូវចាប់ផ្ដើមdressing រៀបដាក់ចានមានជីឡាម៉ង់មានសាឡាត់ខ្លះចាបងប្អូនហើយបន្លែខ្លះហើយនៅក្នុងគុយទាវចាសូមមើលនេះខ្ញុំធ្វើទឹកត្រីរួចហើយដែរប៉ុន្តែធ្វើវីដេអូទេចាគ្រាន់តែចង់បង្ហាញហើយសូមភ្លក់ជាមួយនាងខ្ញុំបងអាពើទីសូមចូលរួមញ៉ាំទាំងអស់គ្នា